តែជួបគ្នានៅក្នុងវីដេអូថ្មីម្ដងទៀតហើយថ្ងៃនេះគឺម៉ោង 10 យប់ហើយពួកយើងកំពុងតែបោះតង់ហើយឥឡូវនេះគឺធ្វើម្ហូបសម្រាប់អាហារពេលល្ងាចគឺលេងល្ងាចនេះអាហារពេលយប់មក late dinners អូខេចង់សួរថាហេតុអ្វីបានយើងចូលចិត្តមកបោះតង់ម្ល៉េះដោយសារតែអ្នកម្ដាយខ្ញុំចូលចិត្តធម្មជាតិតង់គ្រួសារខ្ញុំនៅទីទៅយើងដើមកំណើតយើងជាអ្នកស្រែអញ្ចឹងយើងរស់នៅជាមួយនឹងធម្មជាតិតុកស្រែព្រៃឈើអីចឹងទីក្រុងគឺយើងមិនសូវមិនមែនថាយើងអត់ស្អាតទីក្រុងស្អាតម្យ៉ាងបែបទីក្រុងអញ្ចឹងគឺថាយើងចំណង់ចំណូលចិត្តរបស់យើងម្នាក់ខុសគ្នាបើឲ្យយើងជ្រើសរើសរវាងក្រុងហើយនិងចូលព្រៃគឺគ្រួសាររបស់ខ្ញុំគឺមកព្រៃហើយយើងរស់នៅមួយធម្មជាតិមានព្រៃត្រឹកសាព្រៃឈើមានទឹកមានអីទឹកស្ទឹងទឹកបឹងអីអញ្ចឹងណាធម្មជាតិបាត់ក្រៀងធ្វើឲ្យជីវិតស្រស់ស្រាយយើងអស់លុយតែបែបបោះលុយជាធម្មជាតិយើងអត់ទៅទិញអីវ៉ាន់ដូចជាសម្លៀកបំពាក់យើងទិញខ្លះដែរយូរម្ដងអីចឹងណាតែបើឲ្យទៅគឺយើងមកព្រៃហើយ Yes ដើម្បីរំលឹកអនុស្សាវរីយ៍តូចកាលយើងនៅតូចយើងធ្លាប់តែនៅវាលស្រែដើរស្ទូត្រីដើរចាប់បង្កែបចាប់ត្រីអីចឹងទៅហើយពេលមកនៅស្រុកគេអញ្ចឹងគឺធ្វើឲ្យយើងមានអារម្មណ៍ថាដូចយើងនៅពេលហ្នឹងអញ្ចឹងគ្រាហ្នឹងអញ្ចឹងតែយើងមកបោះតង់តាមត្រីហើយបាននៅមួយធម្មជាតិគឺជាការសាស្ត្រស្រែម្យ៉ាងវាអត់បាត់ភ្លើងគូអារម្មណ៍មួយមើលមេឃមើលផ្កាយមើលប្រច័នអីចឹងទៅអូខេ chef កំពុងធ្វើអីដែរឥឡូវនេះកំពុងតែដាក់ saute មានន័យថាបែបsaute ដឹងណាយើងគេហៅអីដូចយើងជៀនផ្សិតលីងវាឲ្យស្ងួតតិចទៅយើងដាក់អំបិលម្រេចបន្តិចទៅយើងអត់ប្រើរសជាតិដុតពេកទេដាក់មកល្មមបែបសាបអានេះបែបចូលលក្ខណៈជនជាតិបរទេសគេដាក់អីតែខ្លាញ់បន្តិចទៅប្រេងអូលីវអំបិលម្រេចបន្តិចគឺបានហើយណាមួយផ្សិតគឺវាធ្វើមានរសជាតិឆ្ងាញ់ដូចសាច់តែម្ដងនេះម្ដាយដែរអស់ជម្រាបសួរនេះម្ដាយចា hello កំពុងធ្វើអ្វីដុតមកប្រហុយមក So that's the end of this video នេះគឺជាការបញ្ចប់នៃវីដេអូនេះចង់បញ្ចប់នៅវីដេអូនេះចាំជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចតាមដាននេះគឺជាវិធីសាស្ត្រមួយដែលយើងអាចគេចវេះក្នុងការធ្វើម្ហូបឬក៏ជួយគេពេលយើងគួយថតឲ្យគេយើងអាចគេចពីការគេប្រើយើងអញ្ចឹងមូលហេតុនៅក្នុងវីដេអូនេះគឺដើម្បីគេច So follow for more tips like this